រឿង Hell Paradise ភាគទី2ដែលការពិភាក្សាមុន Gabi Maru បានយល់ព្រមជាមួយ Sakiri ក្នុងការស្វែងរកទឹកមន្តជីវិតអមតៈដើម្បីដោះដូរជាមួយការលើកលែងទោសរបស់ខ្លួនចុះសម្រាប់ភាពបន្តនេះវិញដំណើរផ្សងព្រេងរបស់ Gabi Maru ទៅជាយ៉ាងណាតោះទៅតាមដានទាំងអស់គ្នាឈុតដំបូងនេះគឺជាឈុតឪពុករបស់ Yamada Sakiri កាលពីនៅតូចដែលឪពុករបស់នាងមានឈ្មោះថា Yamada Asaemon Kichichi គាត់មានសមត្ថភាពក្នុងការកាត់ក្បាលអ្នកទោសយ៉ាងស្ទាត់ជំនាញដោយអ្នកទោសមិនដឹងខ្លួនថាបានដាច់ក្បាលនោះឡើយហេតុនេះទើបធ្វើឲ្យ Sakiri មានបំណងចង់ធ្វើដោយឪពុករបស់ខ្លួនដែរលយមែនក៏ប៉ុន្តែផ្លូវដែលនាងកំពុងជ្រើសរើសនេះគឺមិនងាយស្រួលនោះទេរាល់ពេលដែលអ្នកប្រហារជីវិតអ្នកទោសម្ដងនាងតែងតែមានភាពភ័យខ្លាចតែនាងមិនបានបោះបង់ឡើយនាងនៅតែព្យាយាមធ្វើវាដដែលទោះបីជាមានភាពភ័យខ្លាចយ៉ាងណាក៏ដោយបន្ទាប់មករូបភាពក៏បានកាត់មកឆ្នេរសមុទ្រមួយដែលក្នុងនោះគឺមានអ្នកទោសជាច្រើនមកផ្ដុំគ្នាដើម្បីទៅយកទឹកមន្តជីវិតអមតៈនោះដែលក្នុងនោះមានភ្ញៀវកិត្តិយសម្នាក់មកផងដែរគាត់មានឈ្មោះថា Tokugawa Nariyoshi អាចនិយាយបានថាគាត់គឺជាស្ដេចនៃទឹកដីនោះបន្ទាប់មកកូនចៅអបិហ្នឹងក៏បានប្រាប់ពីអ្វីដែលឧក្រិដ្ឋជនទាំងអស់នោះត្រូវធ្វើដោយត្រូវទៅយកទឹកមន្តជីវិតអមតៈពីតំបន់ Shinsenkyo ហើយអ្នកណាដែលយកទឹកមន្តនោះត្រឡប់មកវិញបាននឹងត្រូវលើកលែងទោសទាំងអស់ក្រោយមកកូនចៅអបិនោះហ្នឹងក៏ឲ្យអ្នកទោសទាំងអស់ហ្នឹងដោះម៉ាស់ចេញដើម្បីគយគន់សាកសពបរិសម្នាក់ដែលបានត្រឡប់មកពីតំបន់ Shinsenkyo ហ្នឹងដោយឃើញថាសាកសពរបស់គេហ្នឹងបានប្រែហាក់ដូចជាដើមឈើអញ្ចឹងនឹងមានផ្កាដោះឡោមព័ទ្ធយ៉ាងស្រស់ស្អាតហើយអ្នកដែលទៅជាមួយគាត់នោះមានទាំងអស់60នាក់តែគ្មាននរណាម្នាក់ត្រឡប់មកវិញឡើយរួចមកក៏មានអបិនោះមកថាបានដោះផ្កាលើខ្លួនអញ្ចឹងវាដូចព្រះប្រទានពរអញ្ចឹងហើយពរទាំងអស់ហ្នឹងវាខ្ជះខ្ជាយណាស់បើសិនជាបានមកលើអ្នកទោសទាំងអស់នេះនិយាយមែនសំដៅអបិហ្នឹងទៅដោះផ្កាពេញខ្លួនចិត្តងាប់ហើយថាព្រះប្រទានពរហើយក្រោយពីឃើញបែបនេះក៏មានអ្នកទោសម្នាក់ប្រកែកមិនព្រមទៅនោះទេគេក៏បានដើរចេញធ្វើមិនដឹងតែជាអកុសលអាស័យមុនក៏បានកាប់គេដាច់ក្បាលបាត់ទៅនិយាយរួមអ្នកទោសទាំងនោះនឹងត្រូវទៅកោះឋាននរកទាំងអស់ជាមួយនឹងអាស័យមុនរៀងខ្លួនមានន័យថាអ្នកទោសម្នាក់បច្ចេកធានម្នាក់បើគេមិនទៅនឹងត្រូវស្លាប់អញ្ចឹងទៅក៏ងាប់មិនទៅក៏ងាប់ដែរតែដោយសារអ្នកទោសច្រើនពេកអញ្ចឹងគេក៏បានឲ្យអ្នកទោសនោះសម្លាប់គ្នាទៅវិញទៅមកដើម្បីកាត់បន្ថយចំនួនមនុស្សហេតុនេះអ្នកទោសនោះក៏បើកឆាកប្រយុទ្ធគ្នាសម្លាប់គ្នាទៅវិញទៅមកវៃចុះវៃឡើងអាតួបន្តបន្សំហ្នឹងក៏ងាប់អស់ទៅតែណាវៃអីវៃទៅ Gabi Maru ឈរមើលធ្វើមិនដឹងគណៈពេលនោះក៏មានអាប្រែត3នាក់នោះវាចង់សម្លាប់ Sakiri ដើម្បីលួចដើរហ្នឹងអាងរត់ចេញពីទីនោះតែមានអី Sakiri ក៏កាប់ក្បាល3នាក់នោះដាច់ប៉ិតដោយកាប់អាឡឹកចឹងបាទរួចមកភាពភ័យខ្លាចរបស់នាងក៏បានចេញជាដៃជាច្រើនមកស្ទាបខ្លួនរបស់នាងនៅបានរំលងភ្នំកងរៃថែមទៀតភ្លាមនោះ Gabi Maru ក៏បាននិយាយថាវាយគ្នាទៅអីមិនមករកវិធីផ្សេងទៅធ្វើឲ្យ Sakiri ភ្លេចភ័យអស់លេងអង្គរៈទាំងនោះដោយសារតែមិនចូលចិត្តពាក្យសម្ដីរបស់ Gabi Maru គេក៏បញ្ជាអ្នកទោសផ្សេងទៀតមកសម្លាប់ Gabi Maru ដើម្បីមានការឈ្នះសម្បត្តិទៅកោះនរក Gabi Maru មិនចង់សម្លាប់មនុស្សទេតែដោយសារអ្នកទោសទីនោះចង់សម្លាប់គេមុនអញ្ចឹងគេក៏សម្លាប់អ្នកទោសនោះយ៉ាងសាហាវខុសខើដែលមានឈុតឆាកដូចជាខ្វេះបំពង់កចាប់ហែកកចាប់ហែកទ្រូងនិង bla 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 ឈុតឆាកទាំងនោះធ្វើឲ្យអ្នកនៅទីនោះមានភាពតក់ស្លុតយ៉ាងខ្លាំងក្រោយពេលសម្លាប់រង្គាលមកគេក៏បានរកឃើញជម្រើស10អ្នកដំបូងដែលត្រូវទៅមានដូចជា Asa Chobe គឺជាស្ដេចចៅ Tamiya Kantetsusai អ្នកប្រើដាវនាគរាជ Keon ជាអ្នកប្រមាញ់ Nurugai អត់ដឹងជាអីទេ Horubo ជាឃាតករសក់តងោល Gabi Maru និនចាតួឯកប្រុសយើងហ្នឹង Akakinu គឺជាស្រីស្អាត Yusuriha គឺជានិនចានារី Moromakiya គឺជាឃាតករដែលក្បត់នឹងសាសនា Rokorota គឺជាយក្សក្រោយមកដំណើរកំសាន្តទៅកោះឋានសួគ៌នៃនរកក៏បានចាប់ផ្ដើមដែលនឹងត្រូវលាតត្រដាងនៅភាគទី3ក្នុងវីដេអូក្រោយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនឹងការសម្ដែងរឿងមួយនេះបើមានកំហុសខុសឆ្គងត្រង់ណាសូមមេត្តាខន្តីអភ័យទោសចាំជួបគ្នានៅភាគបន្តក្នុងវីដេអូក្រោយបាយ